នេះគឺជាប្រតុងរៀនចប់ផ្នែកទីផ្សាររាល់ថ្ងៃធ្វើការផ្នែកលក់អូយកតែមួយបងណោះលក់ដែរតែលក់បាយខ្លួនឯងនេះត្រឹមជាអ្នកលក់បាយទេតែលួចស្រឡាញ់សុទ្ធតែកូនម្ចាស់ក្រុមហ៊ុនតង់ថ្ងៃនេះទៅជាលក់បាយដាច់យ៉ាងណាក៏ដោយតែឲ្យតែបានឃើញមកអមីបងសប្បាយចិត្តជាងលក់បាយដាច់ទៅទៀតបាយបានសម្ដីហើយមិនអមីថ្ងៃនេះស្អាតខ្លាំងម៉េះអញ្ចឹងមានន័យថារដងអូនអត់ស្អាតទេមែនអត់ទេរងថ្ងៃស្អាតតាតែថ្ងៃនេះស្អាតជាងរដងវិញណាគឺហ្មងតំណាងចែកចាយកង់ 3GB ហើយក៏ជាស្រូវស្នេហារបស់ប្រូតុងអាម៉េវ៉ាអាម៉ៃអូនសុខសប្បាយអត់វ៉ាបាយអូនតែ1ម៉ោងសោះហ៎វ៉ាតែចិត្តបងនេះវានឹកអូនវ៉ាបងចង់ឃើញមុខអូនវ៉ាបងចង់អោបកាយអូនអោបកាយលោកឯងស្អីអាម៉េជារបស់យើងទេវ៉ាវ៉ាវ៉ាហាអាម៉េគឺជារបស់យើងតែម្នាក់គាត់ទេវ៉ៃណែឲ្យមកក្រៅនេះស្អីហ្នឹងហើយអាម៉េខ្លាចជាផលពួកឯងពីអង្កលអាម៉េគឺជារបស់យើងទេព្រោះយើងគឺជាម៉ែរបស់វាតែបើពួកឯងចង់ខ្លាចជាកូនប្រសារយើងតតពួកឯងមានសមត្ថភាពលោកស្រីព្រៀងពីណាស្វាគមន៍មកកាន់កម្មវិធីប្រកួតប្រជែងដើម្បីខ្លាចជាស្វាមីខ្ញុំច្រឡំកម្មវិធីដើម្បីខ្លាចទៅជាស្វាមីរបស់កូនស្រីខ្ញុំជួយវល់ជាដំបូងសូមបង្ហាញខ្លួនបេក្ខជនទី1គឺកកម៉ងដែលជាតំណាងចែកចាយកង់3 KC របស់ក្រុមហ៊ុន JB ហើយបេក្ខជនទី2នោះគឺប្រូតុងដែលបេក្ខជននេះគឺជាអ្នកលក់បាយនៅមុខសាលាលក្ខខណ្ឌនៃការប្រកួតបេក្ខជននីមួយត្រូវឆ្លើយសំណួរទាក់ទងនឹងចម្ងាយម៉ូតូតាមវគ្គដែលបានកំណត់ដែលមានចំនួន3វគ្គដូច្នេះសូមចាប់ផ្ដើមវគ្គទី1វ៉ាបងមេខ្ញុំថាម៉ូតូនឹងជិះបានចម្ងាយ20គីឡូចាចម្លើយរបស់កកម៉ងគឺមិនត្រឹមត្រូវទេអញ្ចឹងសូមអញ្ជើញបេក្ខជនទី2បន្តបើតាមខ្ញុំដឹងនេះគឺជាម៉ូតូ Kizuni JB model M5 New ដែលសារថ្មមកពេញជិះបានចម្ងាយរហូតដល់85គីឡូហើយបើនិយាយពីល្បឿនវិញគឺយើងអាចជិះបានល្បឿនរហូតដល់50គីឡូម៉ែត្រក្នុង1ម៉ោងចាចម្លើយរបស់ប្រូតុងគឺពិតជាត្រឹមត្រូវអញ្ចឹងបន្តទៅទៀតនេះវគ្គទី2សូមចាប់ដើមបងមេខ្ញុំប្រាប់ថាបាន60គីឡូអូកកម៉ងចម្លើយនេះខុសទៀតដែរឲ្យខ្ញុំសុំប៉ាងកែបបានអត់ខ្ញុំសូមឆែកថា model នេះគឺជា model K2 វាមាន3ប្រភេទតែប្រភេទនេះគឺអាចជិះបានចម្ងាយរហូតដល់180គីឡូចម្លើយនេះគឺពិតជាត្រឹមត្រូវឥឡូវនេះយើងបានឈានមកដល់វគ្គទី3ដែលជាវគ្គផ្ដាច់ព្រាត់អញ្ចឹងសូមអញ្ជើញបេក្ខជនទី1បងពេលខ្ញុំគាត់ថាអានឹងជិះបាន100គីឡូគាត់ប្រកបចិត្តហ្មងបើតាមខ្ញុំចាំមិនខុសទេនេះគឺជា model ដែលជិះបានឆ្ងាយជាងគេរបស់ JB ដែលជិះបានចម្ងាយរហូតដល់200គីឡូហើយនេះគឺជា model M2 ចម្ងាយ200គីឡូនេះគឺពិតជាត្រឹមត្រូវយោងតាមការឆ្លើយសំណួរ3វគ្គកន្លងមកនេះអ្នកដែលឈ្នះគឺជាបេក្ខជនទី2យើងបកគោកូនស្រីយើងឯងហើយឯងត្រូវចេះមើលថែនាងហើយនឹងក្រុមហ៊ុនផងនាំមកជូនដោយ JB Moto Kizuni និមិត្តសញ្ញានៃគុណភាព